sự đây sầm lạnh thì ngày này anh từ nãy nó nhom trong bộ anh từ nhầm ý nó ngam từ một cái áp mà ok pin pin chăm người ní nhom đừng chuột anh từ nhầm ấy cha sinh anh complete anh không phải xa phong nhom mình đừng trong prep បាទចាំខ្ញុំតែងខ្លួនឲ្យស្អាតហើយតែញ៉ាំអីទៅណាប្រាប់ផងស្រួលខ្ញុំសុំម៉ាក់កែងលោកគាត់មិនឲ្យខ្ញុំទៅបើខ្ញុំមិនប្រាប់គាត់ច្បាស់លាស់ហើយគ្រាន់តែញ៉ាំបាយសោះចាំបាច់ឲ្យខ្ញុំរៀបចំខ្លួនឲ្យស្អាតបាទភីងភីងឯងមានរឿងអីចង់និយាយជាមួយខ្ញុំមែនចាខ្ញុំមានរឿងចង់ប្រាប់តែមិនទាន់និយាយឥឡូវទេចាំតែដល់កន្លែងញ៉ាំអីចាំខ្ញុំប្រាប់ អូខេអញ្ចឹងក៏បានដែរអញ្ចឹងខ្ញុំលាឯងទៅផ្ទះសិនហើយចាំយប់នេះចាំជួបគ្នាអូខេបាយបាយយ៉ាស៊ីងយប់នេះពិតជាស្អាតមែនបាទអរគុណចំណែកភីងភីងឯងក៏អនដែរតោះឥឡូវចូលសាច់រឿងយើងវិញតើភីងភីងឯងហៅខ្ញុំមកទីនេះដើម្បីមានរឿងចង់និយាយជាមួយខ្ញុំនោះតើនោះជារឿងអ្វីចាខ្ញុំនឹងប្រាប់ផ្សេងៗឯងឥឡូវនេះតែសន្យានឹងខ្ញុំថាកុំខឹងខ្ញុំណាពេលខ្ញុំនិយាយរឿងនេះហើយមិនអីទេនិយាយមកខ្ញុំមិនប្រកាន់ខឹងទេគ្រាន់តែនិយាយរឿងនោះរឿងដែលខ្ញុំចង់និយាយនោះគឺខ្ញុំស្រឡាញ់ស៊ីងខ្ញុំស្ដាប់មិនច្រឡំទេមែនទេថាភីងភីងឯងស្រឡាញ់ខ្ញុំរាល់ថ្ងៃនោះខ្ញុំសួរភីងភីងឯងគឺឆោតដើរឆ្លុះកញ្ចក់មើលរូបខ្លួនឯងទេមុខខ្មៅឡើងដូចគូតឆ្នាំងហើយមកសុំស្រឡាញ់ខ្ញុំមិនត្រឹមតែអាក្រក់ទេមុខឡើងដូចកូនណាម៉ារឿងវិញឡើងកទឿគ្មានសមជាមួយនឹងខ្ញុំអីបន្តិចសោះហើយចេះប្រមាណខ្លួនផងភីងភីងឯងមិនសមនឹងខ្ញុំទេឋានៈភីងភីងឯងក៏មិនស្មើខ្ញុំដែរមុខអាក្រក់សោះស្រឡាញ់ប្រុសរោគតែប្រុសស្អាតក្រសែភ្នែកខ្ញុំមិនអន់ដល់ឋានៈនេះទេណែស៊ីងបើស៊ីងឯងមិនព្រមទទួលក្តីស្រឡាញ់ពីខ្ញុំទេហើយតែមិនស៊ីងប្រើពាក្យសម្ដីអសុរោះមកកាន់ខ្ញុំម្ល៉េះមិនត្រឹមតែអសុរោះទេសម្ដីនិយាយចេញមកគ្មានការអប់រំទូខ្ញុំមិនស្អាតតែខ្ញុំក៏មានបេះដូងស្មោះដែរឈើសម័យនេះគេចាយទឹកលុយគេមិនចាយចិត្តស្មោះទេត្រូវចាំចិត្តស្មោះនឹងសៀតបានទេយល់អត់ភីងភីងខ្ញុំមិននឹកស្មានថាស៊ីងឯងជាមនុស្សបែបនេះសោះចាប់ពីថ្ងៃនេះតទៅពួកយើងមិនមែនជាមិត្តនឹងគ្នាទៀតទេព្រោះមនុស្សដែលខ្ញុំធ្លាប់ស្គាល់ពីមុនគេស្លាប់បាត់ហើយខ្ញុំមិននឹកស្មានថាស៊ីងឯងជាមនុស្សបែបនេះទេចាត់ទុកថាពេលកន្លងយើងមិនដែលស្គាល់គ្នាទេចុះឈើអញ្ចឹងក៏បានដែរភីងភីងឯងគិតមែនថាខ្ញុំចង់រាប់អានភីងភីងឯងបើភីងភីងឯងគិតយ៉ាងហើយក៏បានចាប់ពីថ្ងៃនេះទៅយើងមិនមែនជាមិត្តនឹងគ្នាទៀតទេបងប្រុសអើយខ្ញុំពិបាកចិត្តណាស់ខ្ញុំពិបាកចិត្តណាស់បងប្រុសអើយខំលួចក្រាស់គេសារភាពប្រាប់គេលើគេបដិសេធអើយបងប្រុសអើយធ្វើម៉េចទៅគេថាខ្ញុំមិនស្អាតបានហើយបងអូនស្រី
កុំពិបាកចិត្តខ្លាំងពេកធ្វើម៉េចបើគេមិនស្រឡាញ់យើងទៅហើយកុំកោតទុកពេកប្អូនស្រីចាំបងប្រាប់ណាបើគេមិនស្រឡាញ់អូនឯងត្រូវខំស្រឡាញ់ខ្លួនឯងណាអូនឯងនេះទៅទៅខ្លួនមែនទែនដោះណាក់បងក៏មើលអូនលេងស្គាល់ដែរហេតុអីបានអូនមិនចេះតែងខ្លួនដូចកាលពីមុនអញ្ចឹងកាលពីមុនអូនឯងដូចជាហ៊ឺហាណាតែឥឡូវមកជាដូរខ្លួនឯងពីហ៊ឺហាមកសាមញ្ញបែបនេះរហូតដល់គ្មាននរណាម្នាក់ស្រឡាញ់អូនអញ្ចឹងមិនអីទេអូនឯងអាចកែប្រែខ្លួនបានណាអូនឲ្យអូនកែប្រែយ៉ាងម៉េចទៅបងបើពេលនេះអូនបែបនេះទៅហើយអូនពិបាកចិត្តខ្លាំងណាស់បងប្រុសអើយអូនពិតជាពិបាកចិត្តខ្លាំងណាស់មួយម៉ាត់ណាអាក្រក់ពីរម៉ាត់ណាអូនមិនស្អាតអូនពិបាកចិត្តណាស់បងធ្វើម៉េចទៅជួយប្រាប់វិធីអូនផងគ្មាននរណាម្នាក់មិនចង់ស្អាតទេមិនគួរគេរើសអើងបងដល់ឋានៈនេះសោះបងប្រុសអើយមិនអីទេប្អូនស្រីបើប្អូនស្រីឯងចង់ស្អាតចម្បងជួយអូនឯងចាប់ផ្ដើមតែងខ្លួនលៀបលេខាត់ស្បែកលាបសៅហើយអ៊ុតសក់ត្រង់ហើយថែខ្លួនឲ្យស្អាតបើគ្មានម្នាក់នោះមិនស្រឡាញ់អូនក៏មានអ្នកផ្សេងស្រឡាញ់អូនដែរបងនឹងកែប្រែអូនឯងឲ្យស្អាតអូនធ្វើតាមតបងទៅណាបើមីស្នេហ៍បងអូនសម្លាញ់ចិត្តបងពិបាកចិត្តណាស់ដែលឃើញបងអូនពិបាកយ៉ាងនេះបងនឹងខំប្រឹងរកវិធីសាស្ត្រធ្វើម៉េចឲ្យបងអូនបានស្អាតចាបងប្រុសចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងថែខ្លួនដើម្បីឲ្យស្រស់ស្អាតខ្ញុំនឹងធ្វើឲ្យគេមកស្រឡាញ់ខ្ញុំហើយខ្ញុំនឹងមិនស្រឡាញ់គេវិញទៀតទេមនុស្សដែលមើលងាយខ្ញុំមិនស្រឡាញ់ដាច់ខាតជាពិសេសមនុស្សប្រុសស្រឡាញ់ស្រីរកតែស្អាតដូចគេម្នាក់នោះខ្ញុំមិនយកទៀតទេខ្ញុំមិនយកខ្លួនបៀតទេហើយខ្ញុំក៏មិនស្រឡាញ់គេម្នាក់នោះទៀតដែរខ្ញុំនឹងមិនឈប់ចិត្តនឹកដល់គេមិនឈប់ការស្រឡាញ់មួយនេះទៅរកគេទៀតហើយវាពិបាកណាស់ខ្ញុំនឹងកាត់ចិត្តពីគេឲ្យបានហើយខ្ញុំនឹងធ្វើខ្លួនឲ្យស្អាតចាំតែមើលទៅធ្វើឲ្យគេស្ដាយក្រោយនៅពេលដែលគេបដិសេធស្នេហ៍ខ្ញុំល្អណាស់បងអូនស្រីឯងគិតអញ្ចឹងត្រូវហើយណាបងអូនស្រីបងនឹងមិនបោះបង់អូនទេទោះអូនធ្វើបានសម្រេចឬមិនបានសម្រេចបងក៏នៅជាបងអូនស្រីបងជានិច្ចបងនឹងផ្ដល់កម្លាំងចិត្តឲ្យបងអូនជានិច្ចណាបងអូនស្រីសង្ឃឹមថាបងអូននឹងបានសម្រេចនៅអ្វីដែលបងអូនចង់បានទៅចាស់ចាបងប្រុសខ្ញុំនឹងធ្វើឲ្យបានខ្ញុំហ៊ាននិយាយខ្ញុំនឹងហ៊ានធ្វើខ្ញុំនឹងធ្វើឲ្យមនុស្សម្នាក់នោះស្ដាយក្រោយនៅពេលដែលបានពោពាក្យដូច្នោះមកកាន់ខ្ញុំនឹងធ្វើឲ្យគេស្ដាយក្រោយចាំតែមើលទៅណែសួស្ដីភីងឯងឥឡូវស្អាតមែនពុកម៉ាឃើញដាក់ច្បាប់ពីការងារ 2-3 ថ្ងៃស្មានតែឯងឈឺអត់មកធ្វើការដឹងអីសងំថៃស្បែកឯងឡើងខ្ចីញញហ្មងដល់ណាក់ខ្ញុំមើលមិនស្គាល់កាពិតភីងមិត្តសម្លាញ់គ្នាសោះណែលីហើពុកម៉ាក់សម្លាញ់គ្នាមិនបានប្រាប់ឯងទេថាគ្នាដាក់ច្បាប់2ខែ3ខែនេះទៅណាគ្នាដាក់ច្បាប់ពី3ខែនេះខាត់ស្បែកឃ្លុំស្បែកអត់សក់ហើយនឹងលាបពណ៌សក់ទៀតហើយគ្នាឥឡូវរៀងស្អាតជាងមុនអត់ពុកម៉ាព្រោះតែគ្នាចាញ់ព្រោះតែគ្នានេះស្រឡាញ់មនុស្សម្នាក់ហើយគ្នាសារភាពប្រាប់គេបដិសេធហើយគេមើលងាយខ្ញុំទៀតនេះដល់ពេលនេះខ្ញុំនឹងធ្វើខ្លួនឲ្យស្អាតមិនដើម្បីគេម្នាក់នោះទេគឺដើម្បីខ្លួនឯងស្អាតណាពុកម៉ាខ្ញុំនឹងជឿជាក់ថាពេលនេះខ្ញុំស្អាតល្មមហើយទោះគេមិនស្រឡាញ់ខ្ញុំក៏មានអ្នកផ្សេងស្រឡាញ់ខ្ញុំដែរត្រូវអត់ពុកម៉ាភីងឯងពិតជាកំពូលមនុស្សមែនកាលពីមុនណាខ្ញុំធ្លាប់ប្រាប់ឯងម្ដងហើយថាឲ្យចេះធ្វើខ្លួនឲ្យស្អាតឯងថាមិនចាំបាច់ទេមនុស្សសម័យនេះគេស្រឡាញ់រកតែអត្តចរិតខាងក្នុងទេរូបរាងអាក្រក់ក៏គេមិនថាអីដែរឲ្យតែគេមានចិត្តល្អគេស្រឡាញ់ហើយឯងធ្លាប់និយាយអញ្ចឹង
តែដោយសារតែមនុស្សប្រុសម្នាក់នោះឯងកែប្រែដល់ថ្នាក់នេះផងហើយសម្ដីមិត្តភ័ក្តិឯងមិនយកចិត្តទុកដាក់ស្ដាប់ទេតែបើសម្ដីប្រុសវិញឯងយកចិត្តទុកដាក់ស្ដាប់ណាស់កែប្រែដល់ថ្នាក់នេះហើយបើគេសុំស្រឡាញ់ឯងយកគេវិញអត់ចង់អត់ទេលីហើអើយខ្ញុំមិនស្រឡាញ់គេម្នាក់នោះទេខ្ញុំខំកែប្រែខ្លួនឯងប៉ុណ្នេះហើយរឿងអីទៅស្រឡាញ់ម្នាក់ដែលមនុស្សម្នាក់ដែលមិនឲ្យតម្លៃមនុស្សស្រីដូចជាខ្ញុំកាលពីមុននោះសម្រាប់មិនគង់វងទេថ្ងៃនេះខ្ញុំស្អាត10 20ឆ្នាំក្រោយក៏មិនប្រកាសថាស្អាតដែរសម្រាប់គ្រាន់តែជារូបរាងខាងក្រៅទេហើយមនុស្សម្នាក់នេះខ្ញុំបានលុបចេញពីការចងចាំខ្ញុំហើយកុំរំលឹកនាំតែឈឺចាប់ទេពុកម៉ាអើយមិនអីទេអញ្ចឹងពុកម៉ាអើយបើឯងមិនគិតច្បាស់ហើយឯងគិតអញ្ចឹងចាស់គ្នាក៏មិនថាអីដែរតែណែញ៉ាប់ធ្វើការលឿនទៅមេប្រជុំចោលទាំងពីរអ្នកលើម៉ោងការងារគឺតែប្រាជ្ញគ្នាអញ្ចឹងតែមេប្រជុំចោលទាំងពីរអ្នកហ្នឹងប៉ុណ្ណឹងបានហើយយើងបែកគ្នាទៅធ្វើការរឿងខ្លួនណាចាអញ្ចឹងក៏បានដែរបែកគ្នាទៅធ្វើការរៀងខ្លួនទៅតែកែមកប្រជុំចោលទាំងពីរអ្នកលើហើយអញ្ចឹងគ្នាទៅធ្វើការគ្នាឯងទៅធ្វើការឯងទៅអញ្ចឹងហ្នឹងហើយណែពុំម៉ាអ្នកស្រីដែលយើងធ្លាប់ប្រាប់ឯងថាមកសារភាពស្នាយើងប្រហែលខែមុននេះឥឡូវប្រហែលជាគេចិត្តដាច់ពីយើងយ៉ាងអត់ដែលឃើញមកញញមួយយើងសោះមិនថាតាមផ្លូវមិនថាទៅកន្លែងធ្វើការរយៈនេះគ្នាអត់ដែលឃើញយើងទៅធ្វើការសោះតើនាងមានបញ្ហាអីទៅដឹងឬមួយខ្ញុំថានាងធ្ងន់ពាក្យពេកទើបនាងមិនហ៊ានទៅធ្វើការឬក៏នាងមានគ្រោះថ្នាក់អីទៅណាពុកម៉ាគ្នាដូចជាមិនស្ងប់ចិត្តសោះឬក៏ពាក្យសម្ដីគ្នាធ្វើឲ្យគេនៅពិបាករហូតដល់ធ្វើអត្តឃាតគ្នាពិតជាពិបាកចិត្តណាស់នេះវាមិនដល់ថ្នាក់ហ្នឹងទេសិញឯងនិយាយធ្ងន់ពាក្យមែនប៉ុន្តែអារឿងគិតខ្លីនេះគ្នាដូចជាមិនជឿសោះកែលោកនាងសងំកាត់ចិត្តពីឯងអីចឹងណាពុកម៉ាឯងថានាងរៀងជ្រៅដែរចំសិញឯងមើលនោះអ្នកណាគេនោះដូចភេញហ៎ឥឡូវដូចស្អាតដកកភេញឬក៏មែនខ្ញុំមើលទៅដូចភេញភេញក្រាស់ឯងលើកមុននោះភេញមែនតើវ៉ាវភេញឥឡូវស្អាតមែនឯងនៅនឹងសិនណាពុកម៉ាគ្នាដើរទៅរកភេញសិនកែងលូនាងនៅតែស្រឡាញ់យើងនឹងតាក់តងនាងម្ដងទៀតព្រោះនាងឥឡូវស្អាតណាស់មិនដូចកាលពីមុនទេខ្ញុំគិតថានាងមិនទាន់ខិតតិចពីខ្ញុំបានទេខ្ញុំគិតថានាងខំប្រឹងតែងខ្លួនឲ្យស្អាតបែបនេះគឺដើម្បីឲ្យខ្ញុំចាប់អារម្មណ៍លើនាងខ្ញុំនឹងទៅយកនាងឲ្យបានចាំមើលទៅសួស្ដីភេញបែរគ្នាពី3ខែស្អាតដល់កខ្ញុំគិតថាយើងពីរនាក់អាចតាក់ទងគ្នាលើមើលព្រោះខ្ញុំគិតថាយើងទាំងពីរនាក់នេះវាស័ក្តិសមគ្នាទៅហើយព្រោះថាភេញឯងក៏ស្អាតអញ្ចឹងខ្ញុំគិតថាយើងទាំងពីរនាក់សមគ្នាណាសុំទោសផងសិញអ្នកពិតជាយល់ច្រឡំខុសហើយខ្ញុំគ្រាន់តែដើរកាត់ទីនេះក៏ជួបសិញឯងប៉ុន្តែខ្ញុំគ្មានបំណងមកជួបសិញទេហើយកាលពីមុនខ្ញុំស្រឡាញ់ឯងមែនតែពេលនេះខ្ញុំមិនបានស្រឡាញ់ឯងទេកុំសម័យសោះខ្ញុំចង់ប្រាប់សិញឯងថាខ្ញុំមិនបានស្រឡាញ់សិញឯងដូចកាលពីមុនទេកាលពីមុនខ្ញុំស្រឡាញ់មែនតែពេលនេះអត់ទេខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយគេក៏ស្រឡាញ់ខ្ញុំដែរគេបានប្រាប់ខ្ញុំថាគេស្រឡាញ់ខ្ញុំតាំងពីមុនម៉េះតាំងពីខ្ញុំមិនទាន់ស្អាតម៉េះប៉ុន្តែគេមិនហ៊ានសារភាពតែពេលនេះគេបានសារភាពហើយខ្ញុំក៏មានចិត្តលើគេដែរឥឡូវព្រោះតែគេមិនរើសអើងខ្ញុំមិនដែលធ្លាប់មើលងាយខ្ញុំទេមិនតែលោកទេដែលមើលងាយខ្ញុំពាក្យដែលសម្ដីលោកឯងធ្លាប់មើលងាយខ្ញុំឌីលខ្ញុំកាលពីមុនខ្ញុំចាំមិនភ្លេចទេតែហេតុអីលោកឯងពេលនេះមកនិយាយបែបនេះមកកាន់ខ្ញុំវិញម៉េចឃើញខ្ញុំស្អាតចង់មកបកក្រោយមកស្រឡាញ់ខ្ញុំវិញហ៎សេណូអាចាខ្ញុំមិនស្រឡាញ់មនុស្សដូចជាលោកទៀតទេខ្ញុំបានបំភ្លេចលោកយូរហើយកុំរញ៉េរញ៉ៃជាមួយជីវិតខ្ញុំទៀតចេញឲ្យឆ្ងាយទៅ
ឲ្យខ្ញុំសុំទោសផងភេងខ្ញុំដងកំហុសហើយកាលពីមុនខ្ញុំធ្លាប់មើលងាយខ្ញុំធ្លាប់ដេះដៀននាងតែពេលនេះខ្ញុំសុំទោសខ្ញុំដឹងខុសហើយខ្ញុំនឹងកែប្រែខ្លួនឲ្យក្លាយជាមនុស្សល្អតើយើងអាចចាប់ផ្ដើមជាថ្មីបានទេលើកលែងឲ្យទោសឲ្យខ្ញុំម្ដងទៅណាមួយនាងក៏ធ្លាប់ស្រឡាញ់ខ្ញុំពីមុនមកដែរលើកលែងឲ្យទោសខ្ញុំម្ដងទៅណាខ្ញុំសន្យាថាខ្ញុំនឹងកែប្រែ ខ្ញុំពិតជាអស់សំណោចណាស់មិនគួរយើងមិននិយាយចឹងទេហើយខ្ញុំសុំទោសនេះឲ្យខ្ញុំលើកលែងទោសឲ្យអ្នកពេលនេះហ៎តមុខអ្នកខ្ញុំមិនចង់ឃើញផងទោះពេលនេះអ្នកចង់និយាយថាអ្នកបានកែប្រែគ្រប់យ៉ាងដើម្បីខ្ញុំតែខ្ញុំនៅតែមិនជ្រើសយកអ្នកដដែលខ្ញុំបានប្រាប់អ្នកច្រើនដងហើយតើថាខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់ហើយគេក៏ស្រឡាញ់ខ្ញុំដែរប៉ុណ្ណឹងបាននៅចាញ់ណា ខ្ញុំមិនចង់ស្ដាប់ពាក្យសុំទោសពាក្យសុំត្រូវគ្នាជាមួយលោកវិញទេមនុស្សដូចជាខ្ញុំថាចិត្តដាច់គឺចិត្តដាច់ហើយអ្នកដែលមើលធ្លាប់មើលងាយខ្ញុំពីមុនដូចជាលោកឯងណាខ្ញុំមិនយកខ្លួនបៀតទៀតទេខ្ញុំចង់ប្រាប់ថាយើងគ្មានថ្ងៃដូចដើមទេហើយខ្ញុំក៏គ្មានថ្ងៃទៅស្រឡាញ់មនុស្សដូចជាលោកម្ដងទៀតដែរសូមប្រាប់ឲ្យដឹងទៅនោះសង្សារខ្ញុំគេមកដល់ហើយខ្ញុំទៅរកសង្សារខ្ញុំវិញហើយខ្ញុំសង្ឃឹមថាយើងនឹងមិនចាំបាច់ជួបមុខគ្នាទៀតទេបងសម្លាញ់បងមកដល់ហើយមែនបាទអូនបងមកឃើញអូននិយាយជាមួយនរណាគេមិញអូម្នាក់ប្រុសនិយាយមួយអូនមិញហ្នឹងមែនបងគេមិត្តភក្តិចាស់អូនហ្នឹងអូគ្រាន់តែមិត្តភក្តិចាស់ទេចឹងបងខំទៅភ័យស្មានតែអូនឯងស្មានតែអូនអីគិតថាអូនហ្នឹងក្បត់បងមែនក្នុងបេះដូងអូននេះមានតែបងម្នាក់គត់សុំបងកុំបារម្ភអីភេងបងមានរឿងចង់ប្រាប់អូនថាយើងអាចរៀបការនឹងគ្នាបានទេបើអូនព្រមស្អែកនេះបងមកឲ្យប៉ាម៉ាក់បងទៅចុះសួរអូននៅថ្ងៃស្អែកនេះតើអូនគិតយ៉ាងណាអូខេអូនព្រមអូនពិតជាព្រមអូនពិតស្រឡាញ់បងណាស់អរគុណហើយបងអរគុណហើយដែលអូនស្រឡាញ់បងពិតប្រកបបែបនេះបងឲ្យប៉ាម៉ាក់បងចូលសួរប៉ាម៉ាក់អូនដូច្នេះយើងអាចរៀបការជាមួយគ្នាបានដោយមានសុភមង្គលហើយបងសន្យានឹងអូនថាបងនឹងមើលថែអូនឲ្យបានល្អបងនឹងមើលថែអូនមិនឲ្យអូនធ្វើការហត់លំបាកទេបងនឹងមើលថែអូនដូចពនាងអញ្ចឹងបងសន្យាថាមិនឲ្យអូនមានបញ្ហាមិនធ្វើឲ្យអូនពិបាកចិត្តឬក៏ខូចអារម្មណ៍ចំពោះបងហើយបងសន្យាថាបងស្មោះទៅអូនមួយបងនឹងការពារអូនហើយយើងនឹងពីរនាក់នឹងដើរទៅជាមួយគ្នាទៅមុខរហូតស្រឡាញ់គ្នាដល់ចាស់កោងខ្នងរៀងខ្លួនសន្យានឹងបងបានអត់ចាបងចាអូនរំភើបណាស់អូនក៏សន្យាមួយបងដែរថាអូននៅតែស្រឡាញ់បងតែម្នាក់គត់មកទៅពួកគេមានក្តីសោកខ្លាំងណាស់គឺមកពីខ្ញុំដែលខ្ញុំមិនចេះចាប់យកខ្ញុំពិតជាសោកស្ដាយណាស់ជួយពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នារហូត